នេះជាស្បែកដ៏ល្អឥតខ្ចោះបំផុតរបស់ខ្ញុំយ៉ាងមិនដែលខ្លាំងទេសមត្ថភាពភ្លើងរបស់វាគឺបានមកពីស្បែករបស់គ្រូសាក់មន្តអាគមមិននឹកស្មានថាពួកបិសាចក៏អាចប្រើប្រាស់ថាមពលនៃសាក់មន្តអាគមបានដែរសម្រាប់ពួកឯងទៅខ្ញុំនឹងទទួលបានស្បែកដែលកាន់តែខ្លាំងជាងនេះចំនួន3ផ្ទាំងទៀតនៅទីនេះគ្រោះថ្នាក់ណាស់ពួកឯងទាំងពីរអ្នកប្រញាប់ចាក់ចេញទៅមុនទៅបងប្រុសលីនបងត្រូវតែប្រយ័ត្នខ្លួនផងណាផ្សែងអាពណ៌នេះមិននឹកស្មានថាអាចបិទបាំងវិញ្ញាណទាំង5បានសោះប៉ុន្តែខ្ញុំមានប៉ៃអ៊ូឆាងយំទូតការពារខ្លួនម្នាក់នេះខ្លាំងពេកហើយដុកថយសិនអ៊ីងនិងអ្នកផ្សេងទៀតបានចាក់ចេញទៅហើយខ្ញុំមានតែនៅម្នាក់ឯងរីករាយនឹងថាមពលបិសាចទាំងនេះហើយបងប្រុសលីនតើបងកំពុងគិតអ្វីហ្នឹងសាក់មន្តអាគមខ្ញុំកំពុងគិតថាថាមពលរបស់ពួកយើងទាំងអស់គឺមានប្រភពចេញពីសាក់មន្តអាគមនៅលើខ្លួនពួកឯងប្រហែលជាមិនដឹងទេមានតែសាក់មន្តអាគមដែលបានធ្វើឡើងមុនពេលបិសាចឈ្លានពានប៉ុណ្ណោះទើបអាចផ្ដល់ថាមពលដ៏អស្ចារ្យដល់មនុស្សបានតាមឡើយខ្ញុំគិតថាប្រសិនបើអ្នកមានថាមពលសាក់មន្តអាគមទាំងអស់ត្រូវស្លាប់ក្នុងសមរភូមិតើពិភពលោកនេះនឹងត្រូវវិនាសទេឥឡូវនេះខ្ញុំយល់ហើយសាក់មន្តអាគមគឺអាចផ្ទេរតំណែងគ្នាបានផ្ទេរតំណែងបែបណាខ្មោចលាបស្បែកដែលយើងបានជួបបំបញ្ញមិញស្បែកមនុស្សដែលមានសាក់រូបក្បាលបិសាចរបស់វាគឺជារបស់គ្រូសាក់មន្តអាគមក្នុងពេលដែលខ្មោចលាបស្បែកប្រើប្រាស់ស្បែករបស់គ្រូសាក់មន្តអាគមហើយអាចទទួលបានថាមពលសាក់មន្តអាគមចុះបើជាមនុស្សវិញប្រសិនបើមានថ្ងៃណាមួយខ្ញុំត្រូវស្លាប់ក្នុងសមរភូមិតើនឹងមាននរណាម្នាក់ប្រើប្រាស់វិធីសាស្ត្រស្រដៀងគ្នានេះដើម្បីទទួលបានថាមពលសាក់មន្តអាគមរបស់ខ្ញុំដែរឬទេការបដូរស្បែកផ្ទេរថាមពលរបស់គ្រូសាក់មន្តអាគមគឺប្រហែលជាមិនមែនស្ថិតនៅលើខ្លួនប្រាណនោះទេប៉ុន្តែវាស្ថិតនៅលើផ្ទាំងស្បែកដែលបានដាស់ថាមពលសាក់មន្តអាគមនោះប្រសិនបើអាចយកផ្ទាំងស្បែកសាក់មន្តអាគមនោះទៅបិទភ្ជាប់នឹងខ្លួនមនុស្សម្នាក់ទៀតប្រហែលជាអាចផ្ទេរសមត្ថភាពបានប្រសិនបើមានផ្ទាំងស្បែកសាក់មន្តអាគមដែលពេញលេញខ្ញុំប្រហែលជាអាចសាកល្បងមើលថាតើថាមពលសាក់មន្តអាគមអាចផ្ទេរបានមែនឬអត់សមត្ថភាពរបស់គ្រូសាក់មន្តអាគមអាចផ្ទេរបាននេះពិតជារឿងមួយដែលគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់សមត្ថភាពរបស់គ្រូសាក់មន្តអាគមគឺមានតម្លៃជាងវត្ថុអ្វីទាំងអស់ប្រសិនបើមាននរណាម្នាក់ដឹងពីការសម្ងាត់នេះមុខជាមានក្រុមមនុស្សដែលប្រមាញ់សម្លាប់គ្រូសាក់មន្តអាគមដើម្បីដណ្ដើមយកសមត្ថភាពមិនខានបងប្រុសលីនបើសមត្ថភាពសាក់មន្តអាគមអាចផ្ទេរបាននោះជារឿងល្អតើប្រសិនបើពួកយើងដែលជាអ្នកមានសមត្ថភាពពិសេសត្រូវស្លាប់ទៅពួកយើងអាចបរិច្ចាគស្បែកសាក់មន្តអាគមបានតើបែបនេះចំនួនក្រោយរបស់ពួកយើងនឹងអាចបន្តប្រយុទ្ធជាមួយពួកបិសាចបានទៀតមិនទេរឿងនេះពិបាកគ្រប់គ្រងខ្លាំងណាស់ប្រសិនបើគេដឹងពីការសម្ងាត់នេះច្បាស់ជាមានមនុស្សទៅប្រមាញ់សម្លាប់គ្រូសាក់មន្តអាគមជាមិនខានរឿងនេះត្រូវតែរក្សាការសម្ងាត់ឲ្យបានម៉ឺងម៉ាត់បំផុតមិនអនុញ្ញាតឲ្យនរណាម្នាក់និយាយរឿងនេះចេញទៅក្រៅឡើយយល់ទេខ្ញុំធានាថាខ្ញុំដាច់ខាតមិននិយាយចេញទៅក្រៅឡើយទោះស្លាប់ក៏មិននិយាយដែរខ្ញុំមិនមែននិយាយពីឯងទេខ្ញុំក៏ដាច់ខាតមិននិយាយផ្ដេសផ្ដាសដែរបងធំលីនបងកុំបារម្ភអីឯងដឹងទេថាហេតុអ្វីបានជាខ្ញុំជួយឯងហើយនាំឯងមកទីនេះមិនដឹងទេកន្លែងជ្រកកោនបងធំចង់បង្កើតកន្លែងជ្រកកោនមែនទេរឿងនេះខ្ញុំជំនាញណាស់ខ្ញុំមានសាក់មន្តអាគមរបស់លោកគ្រូធំលូប៉ានព្រះពិស្ណុកានៅលើខ្លួនអូចុះឯងមានគំនិតបែបណាខ្លះក្នុងការបង្កើតកន្លែងជ្រកកោនមានពិតជាបានជួបរដន់សម្បត្តិមែនគ្រូសាក់មន្តអាគមប្រភេទជំនួយគឺកំមខ្លាំងណាស់បងធំលីនគូរួចរាល់ហើយបើតាមប្លង់នេះតើត្រូវចំណាយពេលសាងសង់ប៉ុន្មានដែរកន្លះឆ្នាំផ្ដល់ឱកាសឲ្យឯងនិយាយឡើងវិញម្ដងទៀត5ខែ3ខែវាមិនអាចទៅរួចទេគម្រោងធំធេងបែបនេះឈើនិងថ្មខ្ញុំនឹងជួយដឹកជញ្ជូនចុះពីលើភ្នំមកឲ្យឯងគ្រាន់តែឆ្លាក់និងរៀបចំវានៅនឹងកន្លែងទៅគឺបានហើយអរគុណបងធំបងប្រៀបដូចជាឪពុកបង្កើតរបស់ខ្ញុំអញ្ចឹង